ថ្ងៃនេះទំនេរអូនៗ cute នាំទៅឆ្លងភពអ្នកនរគ្នាតោះចឹងចង់ដឹងថាសកម្មភាពឆ្លងភពអីគេខ្លះកុំភ្លេចតាមដានវីដេអូនេះទាំងអស់គ្នាអូខេផ្ដើមវីដេអូដំបូងរបស់យើងគឺយើងចេញពីផ្ទះទៅអ្នកនរគ្នាបាទគឺយើងទៅរៀនធម្មតាទេអ្នកនរគ្នាដោយសារតែក្នុងកម្មវិធីសិក្សាគេមាន add បញ្ចូលឲ្យយើងស្លៀកបែបប្រពៃណីរបស់គេចឹងទៅឥឡូវគឺយើងរៀនចប់1ម៉ោងហើយយើងចេញទៅកន្លែងបន្ទប់ដើម្បីលោសម្លៀកបំពាក់អីចឹងណាអ្នកនរគ្នាឥឡូវនេះយើងកំពុងតែរើសកៅអៅលោអ្នកនរគ្នាដោយសារតែមើលទៅដូចអត់ត្រូវនឹងខ្លួនចឹងណា color ពណ៌អីគឺវាស៊ីពេកលិចពេកចឹងហើយនេះពួកនេះគឺមិនគេធ្វើបាបអ្នកគ្រូទូជាងគេហ្នឹងគឺគ្រូបង្រៀនអ្នកនរគ្នាហើយខ្ញុំក៏បានមកឈុតគេដែរអ្នកនរគ្នាមើលទៅយ៉ាងណាដែរខ្ញុំមើលកៅអៅខ្ញុំពាក់យូរទៅដូចជាមិនមែនជាបងមនុស្សប្រុសទេអ្នកនរគ្នាដូចកៅអៅមនុស្សស្រីមិនដឹងមើលយូរទៅហើយកញ្ញាម្នាក់នេះគាត់កំពុងតែជឿជាក់អ្នកនរគ្នាដោយសារតែគាត់ពាក់អាវពនាងអញ្ចឹងគាត់ធ្វើអីយ៉ាងជឿជាក់ជាងគេតិចបាទឥឡូវនេះគឺយើងបានរើសកៅអៅរួចរាល់អស់ហើយអ្នកនរគ្នាមុននឹងយើងចេញទៅថតក្រៅយើងថតមកប៉ុស2ប៉ុសនៅក្នុងនឹងបន្តិចសិនប៉ុន្តែមកប៉ុស2ប៉ុសមិនតិចទេអ្នកនរគ្នាចូល10 20 50 60ប៉ុសហើយហ្នឹងបាទតោះអញ្ចឹងយើងទៅមើលពីសម្រស់កញ្ញាជូតទាំងអស់គ្នាអញ្ចឹងកុំឲ្យបរិយាកាសអួរយើងដាក់បទចម្រៀង sweet មួយមើលចាអូខេបន្ទាប់ពីយើងថតក្នុងឆ្អែតឆ្អន់ហើយឥឡូវយើងដើរមកថតនៅខាងក្រៅអ្នកនរគ្នាគឺថាថ្ងៃនេះគឺអាកាសធាតុគឺថា clean ខ្លាំងមែនតើអ្នកនរគ្នាឥឡូវយើងកំពុងតែដើររកទីតាំងថតដោយសារតែកន្លែងទីតាំងនៅក្នុងសាលានេះគឺធំមែនតើអញ្ចឹងយើងរកកន្លែងណាស្អាតក៏ដូចជាផ្ការីកផ្កាអីអញ្ចឹងដោយសារតែខែនេះមានផ្ការីកដែរអញ្ចឹងអ្នកគ្រូគាត់ចូលចិត្តផ្កាគាត់ទៅរកកន្លែងផ្កាអ្នកនរគ្នាអូខេមុននឹងយើងទៅដល់កន្លែងថតយើងសូមដើរបង្ហាញមុខមកប្លង់សិនអ្នកនរគ្នាដើម្បីឲ្យវីដេអូយើងមានរសជាតិអីចឹងណាអូខេប៉ុណ្ណឹងបាទអ្នកនរគ្នាថាឲ្យវីដេអូមានរសជាតិចង់សាបរសជាតិវិញអ្នកនរគ្នាឥឡូវគឺយើងបានមកដល់កន្លែងទង់ជាតិហើយអ្នកនរគ្នាគឺថាទង់ជាតិច្រើនខ្លាំងមែនទែននៅក្នុងចំណោមទង់ជាតិទាំងអស់ហ្នឹងគឺទង់ជាតិខ្មែរយើងក៏មានអ្នកនរគ្នាឥឡូវយើងកំពុងតែដើរទៅថាអ្នកគ្រូគាត់ថតកន្លែងណាកន្លែងណីទេខ្ញុំអត់ទាន់ដឹងច្បាស់នៅឡើយទេទាំងអស់នេះគឺជាបរិយាកាសនៅក្នុងសាលាទាំងមូលអ្នកនរគ្នាគឺថាធំខ្លាំងមែនទែនបាទអូខេអ្នកនរគ្នាឥឡូវយើងបានពាក់អាវ traditional របស់កូរ៉េមកថតរូបជាមួយនឹងកញ្ញាcuteចម្រុះជាតិសាសន៍បាទដល់បរិយាកាសមិនដែរអីមកអូខេកំពុងតែដើរតាមអ្នកគ្រូដោយសារតែអ្នកគ្រូកំពុងរកទីធ្លាថតរូបតោះឥឡូវយើងតាមមើលដល់ខ្ញុំមានអារម្មណ៍ថាពាក់អាវទៅដូចមិនជាមនុស្សប្រុសទៅជាមនុស្សស្រីវិញដោយសារតែនៅក្នុងសាលាគេមានកម្មវិធីបែបហ្នឹងអ្នកនរគ្នាតាមប្រពៃណីគេឲ្យស្គាល់ប្រពៃណីរបស់គេអញ្ចឹងសាលារបស់យើងក៏មានអេតតែចឹងចូលដែរតែអេមកយេអូខេអ្នកទាំងគ្នាឥឡូវយើងបានមកដល់ទីតាំងថតហើយអ្នកទាំងគ្នាហើយយើងថតរូប3 4 5ប៉ុស្តិ៍ទៅហើយកម្មវិធីរបស់យើងក៏មានតែប៉ុណ្្នឹងទេអ្នកទាំងគ្នាជួបគ្នានៅវីដេអូក្រោយទៀតបាយ